វេរ៉ាន់នៅនេះប្រកាសជាថាមែនទេថានឹងចូលរួមស្រាវជ្រាវគម្រោងនេះចាប់តាំងពីខ្លាចជាអ្នកវិសោធន៍ផ្នែកវិទ្យាវិទ្យាគ្រីតិចនេះទៅអ្នកនាងវិនរ៉ាន់នឹងបាត់ខ្លួនចេញពីពិភពលោកនេះសូនឈឹងតែម្ដងខ្ញុំប្រកាសចិន7ថ្ងៃក្រោយអ្នកនាងនឹងត្រូវចាក់ចេញរយៈពេល7ថ្ងៃនេះអ្នកនាងលាគ្នាឲ្យបានស្រួលទៅនេះជាលក្ខខណ្ឌមរណភាពរបស់អ្នកនាង7ថ្ងៃក្រោយទៅអនាគតអ្នកនាងនឹងត្រូវបាត់ចេញពីលោកនេះហើយមិនចាំបាច់ទេហើយខ្ញុំក៏មិនត្រូវការលេខគ្នាជាមួយអ្នកណាដែរយីហៅសម្លៀកបំពាក់វៃរ៉ាន់នឹងត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការក្នុងរយៈពេល7ថ្ងៃម៉ាកយីហៅនេះគ្រប់គ្រងដោយក្រុមហ៊ុនឈាមគេលំដាប់ពិភពលោកជូហ័រការកេតនយោស៊ីបានលើកឡើងថាយីហៅនេះមិនទាន់មានលក់នៅលើទីផ្សារទេមានតែចំនួនអ្នកបញ្ជាទិញច្រើនជាង$10,000 លានឯណោះឈ្មោះម៉ាកយីហៅវេរ៉ាន់នេះគឺជាឈ្មោះរបស់ភរិយាខ្ញុំបានតាមភរិយារបស់ខ្ញុំអស់រយៈពេល7ឆ្នាំហើយបានសុំនាងរៀបការឡើង50ដងទៀតនេះនៅសល់តែ7ថ្ងៃទៀតប៉ុណ្ណោះគឺដល់ខួបអាពាហ៍ពិពាហ៍លើកទី3របស់ខ្ញុំហើយវេរ៉ាន់នឹងដាក់សម្ពោធនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ខ្ញុំនិងភរិយាជាអំណោយខួបអាពាហ៍ពិពាហ៍របស់ខ្ញុំជូនដល់នាងអគ្គនាយកស៊ីគឺជាស្វាមីរបស់អ្នកនាងមែនទេគាត់ស្រឡាញ់អ្នកនាងយ៉ាងនេះអ្នកនាងសុខចិត្តទៅចោលគាត់ដែរមែនទេមែនហើយគាត់ស្រឡាញ់ខ្ញុំនឹងប៉ុន្តែរឿងដែលគាត់ស្រឡាញ់ខ្ញុំនោះមិនអាចហាមឃាត់គាត់មិនឲ្យមានបានឡើយលាក់បានខ្ញុំទៅលាក់មានស្អីខាងក្រែងនៅថ្ងៃដែលខ្ញុំនឹងថាស៊ីនៅក្បាត់ខ្ញុំនោះជាថ្ងៃបុណ្យសពមករបស់ខ្ញុំលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចតាក់ទងបានទេវៃរ៉ាន់ម៉ែឯងគឺជាសាច់ញាតិតែម្នាក់ដែលឯងមានពេលនេះគាត់ខូចទៅហើយប៉ុន្តែអគ្គនាយកស៊ីគេមិនមកកំដៅឯងទេគាត់ថាជារវល់នឹងការងារបាត់ទៅកំដៅហើយតែមកមិនធន់ខ្លះទេស៊ីណូគេនៅកំដៅខ្ញុំធ្វើខុសកំណែនហើយនេះមានការស្អីទេអ្នកគឺជាអ្នកណាគេទេខ្ញុំគឺជាមិត្តស្រីរបស់អគ្គនាយកស៊ីលាវម៉ាក់ឆឹងអ្នកគឺវៃរ៉ាន់មែនទេអញ្ចឹងក៏ឆាប់មកក្លឹបផងជាងបន្ទប់លេខ305ហ្មងលាវម៉ាក់ឆឹងបងស្រឡាញ់អូនត្បិតថាបងមិនអាចរៀបការជាមួយនឹងអូនបានមែនតែបងសន្យាថាបងនឹងនៅជាមួយអូនរាល់ថ្ងៃថើបទេឡំទៀតទេរហែជាមេឃលាក់ភ្លៀងខ្លាំងពេកទេមិនដាប់លើនេះរួមខ្ញុំតែខ្ញុំកំសាពេកទេមិនកាសុំឲ្យសារភាពក្រីស្រឡាញ់ទៅខ្លាចខ្ញុំដឹងថាខ្ញុំកំពុងនៅគេខួរក្បាលនៅកញ្តែឈ្មោះគេការចងចាំពេកគេຕົកបានត្រឹមសំងាត់នៅក្នុងចិត្តគ្មានថ្ងៃអាចនេះរហែជាមេឃលាក់ខ្យល់ខ្លាំងពេកណែអូននេះហូរមិនឈំអូនខ្លាំងណាស់តែមិនអាចធ្វើឲ្យបងស្រឡាញ់អូនបាននេះគ្មានផ្នែកទេឃើញនេះមានតម្លៃដល់ទៅ$50,000បើខ្ទេចទៅនេះមិនលទ្ធភាពសងដែរទេពិតជាដល់មិនចេះមើលមែនរហែជាមេឃលាក់ភ្លៀងខ្លាំងពេកមិនដាប់លើនេះរួមខ្ញុំតែខ្ញុំកំសាពេកទេមិនសុំឲ្យសារភាព7ថ្ងៃក្រោយខ្ញុំរៀបចំពិធីជប់លៀងគម្រប់ខួបអាពាហ៍ពិពាហ៍របស់ខ្ញុំនិងភរិយាជាន់កម្ពុជាវិមានជាងឆឹងទូអញ្ជើញអ្នកនរគ្នាចូលរួមជាសក្ខីភាពដល់ស្នេហាខ្ញុំនិងភរិយាផងរ៉ាន់មកវិញហើយមែនទេយំមិញបងរវល់នៅរៀបចំកម្មវិធីទូគម្រប់ខួបអាពាហ៍ពិពាហ៍យើងបងរៀបចំរ៉ូបឲ្យអូនទៅមករៀងយកបន្តិចអូនពេញចិត្តដែរទេបងជាអ្នក design ដោយផ្ទាល់ប្រពន្ធសម្លាញ់រីគម្រប់ខួបអាពាហ៍ពិពាហ៍បច្ចុប្បន្នដល់យប់ជ្រៅប្រតារៀបចំកាដូឲ្យយើងឬមកក៏រវល់ឡើងក្រៅជាមួយលាវម៉ាក់ឆឹងឲ្យប្រកាសទេមករៀបចំកាដូឲ្យអូនអញ្ចឹងគឺត្រូវតែមានត្រឡប់ទៅវិញហើយនេះគឺជាអ្វីដែលអូនជូនបងចាំ7ថ្ងៃក្រោយសិនចាំបើកមកវៀតណាមហើយវាប្រកាសជាធ្វើឲ្យបងមានការភ្ញាក់ផ្អើលមិនខានទេឡោចាំបើកនៅថ្ងៃគម្រប់គូគឺកាន់តែមាននេះអូនសម្លាញ់ពួកយើងទៅពីណារៀបការជាមួយគ្នា3ឆ្នាំលឿនណាស់ខ្លាំងណាស់មកស្រឡាញ់អូនហើយក៏ស្រឡាញ់រហូតទៅដែរប្រហែលមានតែសេចក្តីស្លាប់ទេ
ទើបអាចបំបីពួកយើងទាំងពីរនាក់បាន បើសិនជាមានតែសេចក្តីស្លាប់តែម្យ៉ាងដែលធ្វើពួកយើងបែកគ្នាបានអញ្ចឹងសង្ឃឹមថា7ថ្ងៃក្រោយនៅពេលដែលលោកទទួលបានលិខិតមរណភាពរបស់ខ្ញុំហើយលោកគឺអាចទទួលការបែកគ្នាស្លាប់របស់ពួកយើងហើយ ប្រាំរ៉ាន់នេះអាចសម្រាប់ចិត្តច្បាស់ឲ្យមែនទេថានឹងធ្វើទៅការពិសោធន៍បច្ចេកវិទ្យាគ្រីតិចនឹងការធ្វើទៅពិសោធន៍ផ្នែកបច្ចេកវិទ្យាគ្រីតិចគឺជាកំណត់ស្រាវជ្រាវមកពេលមកខ្ញុំមានជំងឺហើយនេះខ្ញុំចង់មកពេញបំណងរបស់គាត់ចាចាអញគឺជាមកសម្រាប់តំណែងគាត់ដែលខ្ញុំជឿទុកចិត្តរហូតមកហេតុនេះអញក៏ប្រាប់អ្នកណាបានទេអញ្ចឹងប៉ុណ្ណឹងបានហើយ អូនសម្លាញ់ មកកបាំងជុំការឈប់រត់ឲ្យអូនរាល់ថ្ងៃបែបនេះនេះតើបងចុះទម្លាប់នេះប្រហែលឆ្នាំមកហើយ គិតទៅតាំងពីពេលដែលអូនយកព្រមធ្វើមិត្តសិទ្ធិរបស់បងមកគឺរយៈពេលប្រហែល5ឆ្នាំហើយ ចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងប្រឹងធ្វើជាមិត្តស្រីរបស់លោកចឹងហើយក៏នឹងស្រឡាញ់លោកឲ្យខ្លាំងដូចជាលោកស្រឡាញ់ខ្ញុំដែរប៉ុន្តែបើសិនជាមានថ្ងៃណាមួយលោកទៅស្រឡាញ់អ្នកផ្សេងនោះខ្ញុំនឹងចាក់ចេញពីលោកឲ្យគ្មានការស្ទាក់ស្ទើរឡើយ ការនេះជាការដែលអូនចូលចិត្តហើយអត្ថន័យរបស់វាគឺពុកពេញដោយភាពបន្ទះសារនិងភាពស្មោះត្រង់ហើយមួយទៀតបងក៏មិនអាចស្រឡាញ់អ្នកណាផ្សេងបានដែរហើយក៏មិនឲ្យអូនមានឱកាសទៅរកអ្នកផ្សេងដែរតាំងពីពេលហ្នឹងមកឲ្យតែដល់គម្រប់គឺផ្សារភាពស្នេហ៍អូនបងតែជួបការជួបរដល់អូនរំដំនេះ5ឆ្នាំហើយណាពេលដូនរបស់បងមិនដែលប្រែប្រួលទេ សាបាក់មើលទៅ ចិញ្ចៀនពេជ្រនេះមានឈ្មោះថាចិញ្ចៀនពេជ្របេះដូងស្មោះដល់ថ្ងៃគម្រប់ខួបរបស់យើងអូនពាក់វាចូលរួមកម្មវិធីបានទេ ចិញ្ចៀននេះគេក៏បានឲ្យទៅលីមកឆឹងដែរស៊ីណោះមកកបបេះដូងស្មោះត្រង់របស់លោកបានចែកឲ្យមនុស្សដល់ទៅ2នាក់បែបនេះបងណាចាំអ្វីដែលអូនធ្លាប់ប្រាប់បងនៅពេលដែលអូនចាប់ប្រណការសារភាពរបស់បងបានទេអូនថាបើសិនជាមានថ្ងៃណាមួយបងទៅស្រឡាញ់អ្នកផ្សេងនោះអូននឹងចាក់ចេញពីបងដែលគ្មានការស្ទាក់ស្ទើរឡើយ រំដំយ៉ាងម៉េចហ្នឹងអូនមានន័យថាយ៉ាងម៉េចហ្នឹង គ្មានអីទេអូនគ្រាន់តែគិតឡើងភ្លាមៗប៉ុណ្ណឹង រំដំបងមិនអាចស្រឡាញ់អ្នកណាផ្សេងបានទេហើយក៏មិនឲ្យអូនមានឱកាសចាក់ចេញពីបងដែរពុករស័ព្ទការងារខំមកអាឡូត្រូវ ដល់ឡើងគឺបងនៅកន្លែងការងារមានបញ្ហាស្លាកយីហោបន្តិចបងត្រូវទៅត្រួតពិនិត្យមើលបន្តិចសិនណា ចាក់បាន ខ្ញុំតែងតែគិតថាអាចនៅជាមួយអ្នកដល់ថ្ងៃមិនចំរកអបបេះដូងនេះមិនដែលគិតថាខ្ញុំមិនអាចសារភាពប៉ុន្តែដូចមានរឿងជាច្រើនដែលកើតឡើងនឹងសំបំណងកំពុងនៅជាមួយអ្នកណាតែខ្ញុំអាចនឹងផងបានទេហើយអូនអាចខ្លាចជាមួយណាមកផ្ដល់ក្តីស្រឡាញ់ផងទេឬអូនមិនអាចសុំបីតែគិតស្រមៃដល់ថ្ងៃមួយនោះទេប្រហែលជាមិនដែលចង់ខ្លាំងតែអូននេះហូរមិនឈប់អូនអន់ខ្លាំងណាស់ដែលមិនធ្វើឲ្យមកស្រឡាញ់អូនបានស្រ័យណាស់ដែលអូនមិនត្រូវពេលតែអូនទៅទទួល អ្នក
ស្រីស៊ីស្អាតខ្លាំងណាស់រ៉ូបនេះអ្នក design របស់ពួកយើងបានចំណាយពេលពេញមួយឆ្នាំកាត់ដេរយ៉ាងចំណានចំណែកឯក្របពេជ្រទាំង 121314 នៅលើរ៉ូបនេះអគ្គនាយកស៊ីបានបដិបត្តិដៃគឺជាតំណាងឲ្យគូស្នេហ៍គូជីវិតអមតៈនេះគឺពិតជារ៉ូមែនទិកខ្លាំងណាស់រ៉ាន់អញពិតជាសំណាងខ្លាំងណាស់ កូនទៅរកដូចជាបន្តិចអាចនឹងដាក់ចំពុកជើងសារ៉េជីបន្តិចទេហើយត្រូវប្រកាសថាហើយក្នុងរយៈពេល5ថ្ងៃពេលកម្មវិធីរ៉ាន់ពាក់នឹងមានភាពរឹកខ្ចោះ ចានាយកស៊ីអ្នកស្រីស៊ីសូមចេញមកខាងនេះបដូររូបចេញទិញរ៉ាន់អញមិនពិចារណាម្ដងទៀតទេនេះនៅសល់ពេលតែ5ថ្ងៃទៀតប៉ុណ្ណឹងកុំឲ្យស្ដាយក្រោយណានាយកស៊ីឆ្លាញ់អញដល់ថ្នាក់នេះបាត់ឯងទិញគាត់ប្រកាសជាគុណខានទីខ្ញុំមានកិត្តិយសយ៉ាងខ្លាំងក្នុងការចូលរួមក្នុងកិច្ចសម្ភារក្នុងនាមជាតំណាងឲ្យ brand វៃរ៉ាន់នេះគឺលឿមកឆាំងមែនទីតារាវ័យក្មេងលំដាប់ទី7ទី3នេះមានគុណសម្បត្តិអីធ្វើជាតំណាងឲ្យ brand វៃរ៉ាន់នោះអ្នកនាងសូមទិញថាក្នុងការធ្វើជាតំណាងនេះតើអ្នកនាងចង់ថ្លែងអំណរគុណដល់អ្នកណាជាងគេតើជាអគ្គនាយកស៊ីមែនទីអ្នកដែលខ្ញុំចង់ថ្លែងអំណរគុណបំផុតនោះគឺជាមិត្តប្រុសរបស់ខ្ញុំដែលសាតែមានគាត់តែខ្ញុំមានថ្ងៃនេះគាត់ពិតជាស្រឡាញ់ខ្ញុំខ្លាំងណាស់ខ្ញុំអារម្មណ៍មិនសូវមានសមត្ថភាពរឿងស្នេហាទេប៉ុន្តែគាត់តែងតែជុំការឈប់រត់ឲ្យខ្ញុំជារៀងរាល់អាទិត្យហើយគាត់និយាយថាការឈប់រត់នេះតំណាងឲ្យសេចក្តីស្រឡាញ់ដល់លើសលំនិងសេចក្តីស្មោះត្រង់ជុំការឈប់រត់ជារៀងរាល់ថ្ងៃអាទិត្យក្រែងនេះគឺជាទម្លាប់រវាងឯងនិងស៊ីណយខ្ញុំចូលចិត្តភាពរ៉ូមែនទិកគាត់ក៏តែងតែបង្កើតការភ្ញាក់ផ្អើលសម្រាប់ខ្ញុំរហូតដូចជាពេលងើបពីងុយទិននៅពេលព្រឹកហ្នឹងក៏ឃើញថាគាត់យកខ្សែកពេជ្រលាក់ក្នុង3កពុលមាន់ពេលគេនោះគាត់ក៏លាក់រកប្រណិនខ្លាចឆ្លៃនៅក្រោមភួយនៅពេលមកផ្ទះវិញគាត់ក៏រវល់ចូលផ្ទះបាយធ្វើអាហារពេលល្ងាចនៅក្រោមពន្លឺភ្លើងទៀនជាមួយគ្នាទៀតផងនេះការជាអ្វីដែលស៊ីណតតែធ្វើដល់ឯងឡើយពីនេះទៅទៀតគាត់មិនដែលឲ្យខ្ញុំខ្វះខាតទេគាត់ក៏បានឲ្យវីឡាមកខ្ញុំឲ្យឡាននៅពេលដឹងថាខ្ញុំចូលចិត្តសាមញ្ញគាត់ក៏បានជូនកោះមួយដែលមានឈ្មោះដូចជាខ្ញុំដែរស៊ីណូគាត់ធ្លាប់ទិញកោះឲ្យឯងហើយដាក់ឈ្មោះកោះនោះតាមឈ្មោះឯងដែរស៊ីណូនេះលោកទៅប្រាប់នាងពេលរឿងខ្ញុំនឹងលោកសាសងគ្នាផងឯងហើយនៅចំណងរឿងល្អដែលធ្លាប់ធ្វើដាក់ខ្ញុំតែធ្វើដាក់ផ្សេងដូចគ្នាដែរមិត្តប្រុសអ្នកនាងយុពិតជាល្អមែនគាត់គឺជាមនុស្សទី1កាលពីនាយកស៊ីដែលស្រឡាញ់ប្រពន្ធគាត់ខ្លាំងណាស់នៅមិនតដល់អ្វីដែលកេនយុស៊ីធ្វើដាក់ប្រពន្ធគាត់ទេនៅ250ថ្ងៃរៀបការរបស់កេនយុស៊ីនិងភរិយាគាត់បានរៀបចំផ្កាកន្លះ250បាច់ឯនោះជួនអ្នកស្រីស៊ីនៅអគារសង្ស៊ីនៅក្រុងឆុងជីងព្រមទាំងបាញ់កាំជ្រួច520គ្រាប់ទៀតនោះខ្ញុំគិតថាកេនយុស្រឡាញ់អ្នកស្រីស៊ីចាស់ជាងដែរអត់ទេគឺមិត្តប្រុសខ្ញុំទៅវិញទេដែលស្រឡាញ់ខ្ញុំជាងគេនោះនៅមក7យប់នេះមិត្តប្រុសខ្ញុំនឹងរៀបចំការកន្លះ1314បាញ់នៅអគារសង្ស៊ីទីក្រុងឆុងជីងហើយក៏មានការរៀបចំបាញ់កាំជ្រួញចំនួន1314កាំជ្រួញទៀតផងនេះពុតប្រកបណាអូនគឺជាមនុស្សចិត្តរបស់ស្រឡាញ់ជាងគេជប់នេះម៉ោង7គ្រប់គ្នានឹងធ្វើជាសាក់ស្អីស្នេហារវាងអូនហើយនឹងបងព្រះអើយនេះតាជាអ្នកចំនួនកំពូលរូបណាទេពិតជាប្រកាសថ្នមចិត្តម្លឹងមែនណារ៉ាន់អញមិនអីរ៉ាន់មិនសុកអូនទៅច្បាប់មានអញ្ចឹងអូនមិនកត់ចិត្តដែរថាមិនទៅទីពេញអញគ្រាន់តែហាន់តិចប៉ុណ្ណឹងសម្រាប់តែកលែងអីហើយចាំចុំចាស់ទៅផ្ទះសិនទេមិនអីទៅនាំអញទៅផ្ទះមុនទេគ្នាអាចរកឡានទៅផ្ទះវិញបានតែខ្លួនឯងអាឡូលោកប្តីយប់នេះបងធ្វើអូនជ្រួតជាខ្លាំងណាស់មានមនុស្សស្រីច្រើនណាស់ដែលចំណាយនឹងអូនដើម្បីជាការតបស្នងបងវិញយប់នេះចាំអូនឃ្លីកឈុតដែលបងចូលចិត្តបំផុតព្រៀមចាំបងណាអូនឲ្យពេលវេលាបង30នាទីចឹងមកផ្ទះអូននេះមកតន់ពេលនេះនេះចុះខ្ញុំមានការនៅក្រុមហ៊ុនបន្តិចនាងអាចជួយនាំរ៉ាន់ទៅផ្ទះបានទេរឿងអីក៏សំខាន់ជាងរ៉ាន់ទៀតនោះឲ្យស៊ីណូទៅធ្វើការរបស់គេចាញ់
នេះចោះអរគុណហើយដែលជួនដល់ផ្ទះ អញ្ជើញទៅខាងណាដែរ ឆាប់ទេតាមឡើងខាងមកនោះទេក្រែងអញតែទៅសួរខ្ញុំមិនចឹងឯងថាហេតុអីស៊ីណូគេឆ្លាញ់ខ្ញុំយ៉ាងនេះខ្ញុំនៅតែចង់ចាច់ចេញពីគេចម្លើយអញក៏នៅបានដល់ឆាប់នេះ ស៊ីណូអូនដល់ច្បាស់ណាស់ថាបងនឹងមកប្រោះល្មម និយាយអីតែផ្ដាស់បែបហ្នឹងទៅអូនសម្លាញ់ឯណាបងមើលឈុតក្នុងថ្មីអូនបន្តិចទៅមែនតោះតាទៅ នេះស៊ីណូជំរុំបែបនេះសឹងគេមើលទៅស្រឡាញ់ឯងហ្នឹងមិនក៏ក្បាត់ឯងពីក្រៅក្នុងបែបនេះអញ្ចឹងគេស្រឡាញ់ខ្ញុំហើយយ៉ាងម៉េចរៀបការមិនសតែជោគជ័យទេមនុស្សប្រុសដែលមានលុយតែបដូរច្រឹងថ្ងៃខែកន្លងទៅយកប៉ុណ្ណេះជីវិតក៏សពិសពិលដែរទោះចិត្តមិនប្រែងតែរាងកាយក៏អត់ត្រឹមមិនបានទៅស៊ីក្រៅដល់ដែរទេបើខ្ញុំគិតម្ដងទៀតនោះខ្ញុំនឹងជ្រើសរើសជឿតាមសម្ដីរបស់ម៉ាក់ខ្ញុំកំផុងខ្លួនក្នុងស្នេហាម៉ាក់ខ្ញុំគឺជាអ្នកវិទ្យាសាស្ត្រដ៏ល្បីឈ្មោះមួយរួមតាំងចិត្តស្រាវជ្រាវមនុស្សបង្កក់ដើម្បីស្វែងរកសុភមង្គលក្នុងលោកប៉ុន្តែក្រោយពេលដែលប៉ាបានផិតក្បាត់គាត់ម៉ាក់ក៏បាក់ទឹកចិនក៏មានជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរម៉ាក់ពិតជាស្ដាយក្រោយខ្លាំងណាស់ដើម្បីតែប្រុសម្នាក់សុខចិត្តបះបង់ការងារខ្លួនឯងរ៉ាន់កូនត្រូវចាំណែកូនមិនត្រូវជឿទុកចិត្តលើក្តីស្រឡាញ់ពាក្យសម្បត្តិរបស់មនុស្សប្រុសសោះកុំដាច់ចូលក្នុងជីវិតរៀបការសោះនេះមកពិសាររបស់ម៉ាក់ខ្ញុំនោះក៏ធ្វើឲ្យខ្ញុំមិនទុកចិត្តលើរឿងស្នេហាក៏មិនអាចពើជាមួយមនុស្សគ្រប់គ្នាដែលតាមស្រឡាញ់ខ្ញុំដែររហូតដល់ពេលខ្ញុំបានជប់នឹងស៊ីណូគេកើតដូចគ្នាក្នុងការឈប់រត់អញ្ចឹងងប់ងល់នឹងតស៊ូតាំងពីវិទ្យាល័យរហូតដល់មហាវិទ្យាល័យរយៈពេលតាំងពីមហាវិទ្យាល័យរហូតដល់ចុះធ្វើការងារគេក៏មិនបានផ្លាស់ប្ដូរអ្វីសោះណាទីបានចាំខ្ញុំក៏រំជើបរំជួលនឹងគេសាឡបងជាលើស្នេហាក៏បានឈានជើងចូលដល់ការរៀបការដែរប៉ុន្តែរយៈពេលខ្លី3ឆ្នាំសិនគេក៏ដូចគ្នានឹងប៉ារបស់ខ្ញុំគ្មានខំក្បត់នឹងចំណងអាពាហ៍ពិពាហ៍ការផាត់ក្បត់នៅក្នុងជីវិតមង្គលការនោះតែងតែកើតមានលើមនុស្សស្រីគ្រប់រូបដើម្បីឲ្យផ្សះផ្សានេះហើយជាជីវិតការជាមនុស្សស្រីរ៉ាន់មិនផ្សះផ្សាទេហើយមិនស្មាត់ត្រង់នេះតែដល់ទីណាក៏មិនប្រែដែរកុំត្រឡប់ទៅផ្ទះវិញអីបានទេបង រ៉ាន់ចាំបងនៅផ្ទះ មិនដឹងថាបងស្រឡាញ់ព្រោះអីទេក្រែងបងនិយាយឲ្យមិនចឹងថានេះដូចជាគោលឈើអញ្ចឹងគ្មានអីស្ទាត់ជំនាញដូចជាអូនទេមិនចឹងបងក៏ទៅលេងគ្នាជាមួយនឹងនាងទេហើយក៏រៀបការជាមួយអូនបែបនេះអូនក៏នឹងធ្វើឲ្យបងមានក្តីសុខជាងនេះ លឺមកចឹងខ្ញុំចាំបានថាខ្ញុំតែងតែរំលឹកនាងមែនទេទំនាក់ទំនងខ្ញុំនឹងនាងគ្រាន់តែជាតម្រូវការរាងកាយ
ហើយអ្នកដែលខ្ញុំស្រឡាញ់គឺជារ៉ាន់រ៉ាន់បើនាងមានកំណត់ដែលមិនគុំមានខ្ញុំអាចឲ្យនាងបាត់ខ្លួនបាននាងក៏ធ្វើអ្វីដែលមិនគួរធ្វើ អូនដឹងហើយលើកក្រោយមិនរំលឹកពីវាទៀតនោះទេ អាឡូ ស៊ីណូរ៉ាន់រ៉ាន់ស្លាប់ហើយស៊ីណូបងតៃណានឹងវៃរ៉ាន់ដើម្បីកូនរបស់យើងក៏នឹងប្រញាប់ដេញយើងចេញឲ្យបាន រ៉ាន់រ៉ាន់អូនដឹកខ្លួនហើយមែនទេគ្រាន់បើបន្តិចហើយថយកម្ដៅហើយ រ៉ាន់រ៉ាន់អាចលេងអីហើយកាប់ពីយប់មិនអញស្រាប់តែសន្លំហើយកម្ដៅឡើងរហូតអត់ថយសិនស៊ីណូគេនៅកណ្ដោអញពេញមួយយំហើយមិនហ៊ានបិទភ្នែកគេងទេ រ៉ាន់រ៉ាន់អូនយកមិនហ្នឹង អូនចាំត្រឡប់ទៅផ្ទះវិញមិនចាំនៅទីនេះទេ បានចាំមកទៅហៅពេទ្យសិន ស៊ីណូគេនៅខ្វល់ខ្វាយពីអញណាស់តែនៅសល់ត្រឹម4ថ្ងៃទៀតទេរ៉ាន់រ៉ាន់អញពិតជាមិនចាំពិចារណាម្ដងទៀតទេកុំភ្លេចណាកាតតែមកពីឡាំងក្រែកជាមួយនឹងលីងមកឆឹង អាគេនយោស៊ី នេះមកធ្វើអីដែរ តាគាត់មិនទេគឺជាអ្នកស្រីនោះក្នុងនាមខ្ញុំជាអ្នកតំណាងឲ្យព្រានវៃរ៉ាន់ខ្ញុំចង់មកនិយាយរាក់តែជាមួយអ្នកស្រីបន្តិចតែមកថ្ងៃនេះឆ្លៀតអាកម្មសួរសុកទុំមិនដឹងថាអ្នកស្រីអាចចំណាយពេលវេលាចេះជាមួយខ្ញុំតិចបានទេ រ៉ាន់រ៉ាន់មិនស្រួលខ្លួនមិនទទួលភ្ញៀវទេ អ្នកស្រីស៊ីលោកអាគេនយោស៊ីពិតជាស្រឡាញ់អ្នកស្រីហ្នឹងខ្ញុំក៏មានមិត្តប្រុសម្នាក់ដែលស្រឡាញ់ខ្ញុំដូចជាអាគេនយោស៊ីស្រឡាញ់អ្នកស្រីអញ្ចឹងគាត់បានឲ្យលុយខ្ញុំទិញផ្ទះឲ្យខ្ញុំណាទិញកោះឲ្យខ្ញុំទៀត លឺមកឆឹងនាងចង់ធ្វើស្អីឲ្យប្រកាសទៅ គាត់ចូលចិត្តនៅជាមួយនឹងខ្ញុំរាល់យំកេងឲ្យខ្ញុំទៅកេងលក់គាត់និយាយថាចូលចិត្តខិនខ្លួនខ្ញុំធ្វើឲ្យគាត់កេងលក់ស្រួលខ្ញុំក៏មិនដឹងថាអ្នកស្រីមានចំណុចនឹងដូចខ្ញុំច្រើនទេ ល្មមបានហើយខ្ញុំប្រាប់ហើយថាប្រពន្ធខ្ញុំថ្ងៃនេះមិនស្រួលខ្លួននាងស្ដាប់ភាសាមនុស្សមិនបានទេមែនទេ ខ្ញុំអ្នកនាងលាវដល់សមឲ្យខ្ញុំនិយាយប្រាប់អញ្ចឹងថានេះសុខភាពខ្ញុំមិនណៃផលទេមិនសាកសមទទួលភ្ញៀវឡើយសុំទៅផងចឹងត្រឡប់ទៅវិញទេ ចាំបោះទៅយកទឹកក្តៅឲ្យអូនលេបថ្នាំសិន ចាប់បានវៃរ៉ាន់អ្នកកុំធ្វើពុតជាមិនដឹងស្អីពីតំណែងរវាងខ្ញុំនិងប្តីនាងគេបានហៅខ្ញុំសត្វតែប្រពន្ធសម្លាញ់ចំណែកឯមិត្តភក្តិរបស់គេវិញក៏ហៅខ្ញុំថាអ្នកបងដែរតានាងអាចឈប់ឈរលើតំណែងជាអ្នកស្រីស៊ីបានទេយើងប្រាប់នាងពីរឿងសម្ងាត់មួយចឹងដែលសំបីតែស៊ីណោះក៏គេមិនបានដឹងដែរខ្ញុំមានផ្ទៃពោះហើយ វៃរ៉ាន់ស្នេហ៍មិនឈ្នះស្និទ្ធទេឲ្យស៊ីណូមកខ្ញុំនឹងកូនបានទេ រ៉ាន់រ៉ាន់ មានអី របស់របរប្រើប្រាស់របស់អូននោះទៅណាបាត់អស់ហើយ អូនក៏ចង់បដោះរបស់ថ្មីតែប៉ុណ្្នឹង ក្រែងរបស់ទាំងអស់នោះក៏អូនចង់បានមិនចឹងហីក្រែងអូនចូលចិត្តវាណាស់មែនដែរទេ មកទុក
បីជាចូលចិត្តប៉ុណ្ណេះក៏ធន់ទ្រាំដែរក៏ចង់សាកប្រើរបស់ថ្មីដូចគ្នាដែរមែនអត់ រ៉ាន់មិនមកពីបងធ្វើអីខុសមែនទេមួយរយៈហ្នឹងបងរវល់ទៅក្រុមហ៊ុនពេកមិនសូវអាពើនឹងអូនតែបងក៏ដើម្បីតែរៀបចំកម្មវិធីគម្រោងខួបអាពាហ៍ពិពាហ៍របស់យើងដែរបងក៏ដូចតែអូនដែរគឺរងចាំថ្ងៃគម្រោងខួបអាពាហ៍ពិពាហ៍មកដល់ ចាំមែនហើយគឺពិតជារងចាំខ្លាំងណាស់ រ៉ាន់អូនទុកចិត្តចុះថ្ងៃនោះនឹងមកដល់ឆាប់ហើយអូននឹងខ្លាចជាមនុស្សស្រីម្នាក់ដែលសំខាន់ជាងក្រៅមេឃលើដីនេះទៀតពេលអូនពាក់រ៉ូបដែលបងឌីហ្សាញឲ្យអូនលើឆាកទៅគ្រប់គ្នាក្នុងកម្មវិធីនឹងបាញ់ភ្នែកផ្ដោតមកលើអូនហើយបងនឹងនិយាយប្រាប់គ្រប់គ្នាថាស្នេហាដ៏ពិតប្រាកដរបស់បងនោះគឺជាអូននេះហើយដឹងដែរទេ ចាបាន យើងទីងតែជាស្នាប់បដាស៊ីណូឆ្លៃមកផុនបាននេះមកជឿទីងគ្រាន់តែយើងតែមកកើគេនឹងលើកឃ្លីម បងទៅនិយាយទូរស័ព្ទការងារមកផ្លែម បាន រ៉ាន់នៅកន្លែងរៀបចំកម្មវិធីជប់លៀងមានបញ្ហាប្លង់បងត្រូវតែដោះស្រាយចាត់ចែងសិនរ៉ាន់ចាំបងមកផ្ទះវិញ ល្អ អាឡូអ្នកនាងវិញតើខ្ញុំទៅទទួលនាងឲ្យតន់ពេលវេលានៅម៉ោង 5 ល្ងាចណាដល់ពេលក្នុងបានទីអូខេតើថាអ្នកនាងវិញនៅថ្ងៃនោះជាថ្ងៃខួបអាពាហ៍ពិពាហ៍លើកទី 3 របស់អ្នកនាងលោកប្តីរបស់នាងពិតជារំភើបណាស់ក្នុងការប្រកាសរឿងនេះប្រាប់លោកគ្នាទូទាំងក្រុងអ្នកនាងប្រកាសចិត្តទីថានឹងធ្វើការពិសោធន៍មនុស្សលើការបង្កប់អីខ្ញុំស្ដាយក្រោយទីប៉ុន្តែពួកនាងត្រូវចុះកិច្ចសន្យាជាមួយខ្ញុំបើសិនជាការធ្វើតែពិសោធន៍មនុស្សបង្កប់នេះបានជោគជ័យការច្នៃប្រឌិតរបស់កំហឹងថ្មីពិសេសនេះត្រូវសរសេរថាឈ្មោះម៉ាក់ខ្ញុំចាក់បានអ្នកនាងកុំបារម្ភអីនេះជាការច្នៃប្រឌិតកំហឹងថ្មីនេះជារបស់ម៉ាក់អ្នកនាងអ្នកម៉ាក់អ្នកនាងគឺជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យម្នាក់ហ្នឹងល្អ នៅថ្ងៃនេះខ្ញុំបានខ្លាចធ្វើជាស៊ូកូនថាបើខ្ញុំពពោះកូនកូនតែគាត់នឹងធ្វើបែបណាគាត់និយាយថានឹងឲ្យខ្ញុំសម្រាប់កូនហើយគាត់នឹងមើលថែខ្ញុំនឹងកូនអស់ពេញមួយជីវិតរបស់គាត់អាឡូប្រពន្ធសម្លាញ់បងរៀបចំទៅផ្ទះហើយអូនចង់ញ៉ាំអីបងទិញឲ្យ នៅស្អែកនេះជាយប់មួយថ្ងៃខំមកកលការរបស់ពួកយើងទៅពីរពួកយើងញ៉ាំអាហារពេលយប់ជុំគ្នាម្ដងទីនេះចាត់ទុកថាជាការលេងគ្នាជាមួយលោកចាញ់ ល្អណាស់អូនសម្លាញ់អូនចង់ញ៉ាំអីចាំបងជាអ្នករៀបចំឲ្យអូន អូនធ្វើខ្លួនអញ្ចឹងគាត់ធ្វើមកហូបណាដែលបងចូលចិត្ត អរគុណណាស់ប្រពន្ធសម្លាញ់បងស្រឡាញ់អូនបំផុតអញ្ចឹងបងបើកឡានសិនចាំបងណា នេះខំកថានាងមិនហ៊ានលើកហាញ់តែតែមានរឿងអីមែនទេនាងមើលមើលតើនេះគឺជាស្អីគេទេយ៉ាងមិនដែរមកច្បាស់ដែរទេនឹងនេះគឺជារកសម្រាប់នាងនៅក្នុងពិធីខួបអាពាហ៍ពិពាហ៍នោះអីគ្រាន់តែខ្ញុំនិយាយថាចូលចិនស្រាប់តែស៊ីណូគេឲ្យខ្ញុំភ្លាមលើមកថារូបមួយនឹងមានត្បូង 12,1314 គ្រាប់នោះអីហើយគេថាគេជាអ្នកបាត់បន្តដៃទៀតចូលចិត្តមែនទេ កុំ
អីវាថ្លៃណាស់បងពេលនេះទៅតែជាដំណាក់កាលសហគ្រិនថ្មីថ្មោងប៉ុណ្ណឹង បងជាសហគ្រិនថ្មីថ្មោងគឺដើម្បីឲ្យអូនសនុកសុខស្រួលដែរតម្រូបមួយប៉ុណ្ណោះមិនអី អ ទេ ត់ចាំបាច់ទេបើយ៉ាងវាមិនជារបស់ចាំបាច់អីដែរកុំខ្ជិះខ្ជាយលុយអត់ប្រយោជន៍អី ចាំដល់ចំនួនជោគជ័យបងនឹងធ្វើរ៉ូបនេះឲ្យអូនផ្ទាល់ដៃដល់ពេលនោះបងនឹងដាំក្របពេជ្រ 121,314 គ្រាប់ឲ្យអូនឲ្យច្រើនសម្បូរបែបជាងរ៉ូបនេះទៅទៀត ល្អ យ៉ាងម៉េចពេលនេះដឹងហើយនឹងថាអ្នកណាគីងដែលគាត់ស្រឡាញ់បំផុតនោះលាវមកឆាញ់បើគេពិតជារយកនាងមែនអ្នកក៏មិនចាំបាច់គេបញ្ជាប្រាប់ខ្ញុំម្ដងហើយម្ដងទៀតថាគេស្រឡាញ់នាងខ្លាំងប៉ុណ្ណារហូតបែបនេះទេនាង រ៉ាន់រ៉ាន់បងមកវិញហើយរ៉ាន់រ៉ាន់មានរឿងមួយបងចង់ប្រាប់អូន មានអី គឺថារ៉ូបរបស់អូនមានបញ្ហាហើយក៏មិនអាចពាក់វាបានទៀតដែរតែមួយនេះក៏មិនអាក្រក់អីណាស់ណាដែរជាម៉ូដែលគេផលិត limited edition មិនអីទេវាគ្រាន់តែជារ៉ូបមួយប៉ុណ្ណឹងពាក់អ្វីក៏ដូចតែគ្នាទេ អូ មកយ៉ាងវិញទៀតខ្ញុំក៏គ្មានឱកាសពាក់វាដែរ រ៉ាន់រ៉ាន់បងចង់ដឹងមករហូតថាកាដូដែលអូនជូនបងជាអ្វីទៅចាំដល់ថ្ងៃខួបអាពាហ៍ពិពាហ៍ចាំយើងបើកមើលជាមួយគ្នាណា មិនកាត់ទេកាដូមួយនេះគឺមានតែបងតែម្នាក់ប៉ុណ្ណឹងដែលអាចបើកវាបាន តើហេតុអីទៅ ដោយសារតែវាគឺជាកាដូឲ្យបងនេះពីព្រោះថាខ្ញុំនឹងត្រូវចាក់ចេញពីលោកនេះជ្រៀងរហូតហើយ សុទ្ធតែរបស់បងចូលចិត្ត យ៉ាងបាច់ទេចាត់ទុកថាវាជាព្រី anniversary របស់ពួកយើងទេវាក៏ជាការលេងគ្នាជាផ្លូវការជាមួយនឹងលោកចាញ់ អញ្ចឹងក្រោយៗទៀតមុនពេលយើងធ្វើ anniversary មុនមួយថ្ងៃយើងក៏ធ្វើ pre anniversary ដែរទៅយ៉ាងម៉េចដែរ លើថាយប់នឹងនាងជាមួយស៊ីណូមានការញ៉ាំអាហារក្រៅពលឺភ្លើងទៀតជាពិសេសផងហ្នឹង តើនរណាគេឆាតមក នាងជឿដែរទេគ្រាន់តែខ្ញុំខកទៅគេបន្តិចនឹងឲ្យនាងលេបបាយលេងកាត់ភ្លាមក៏ជាមនុស្សអត់បានការ អូបាទអញ្ចឹងយើងញ៉ាំបាយទៅរីខួបស្នេហារបស់យើងឆាតការងារប៉ុណ្ណោះអេមក តាទល់វាសិនទេក្រៃលោកមានការអីសំខាន់ អាឡូ ស៊ីណូអូនក៏ប្រកបនៅមន្ទីរពេទ្យមកកំដរអូនបានទេ ថ្ងៃនេះខ្ញុំមិនទំនេរទេនៅកំដររ៉ាន់រ៉ាន់ ស៊ីណូតែថាអូនមានផ្ទៃពោះហើយពេលនេះអូននៅពេទ្យបាទបងមិនមកទេអូននៅរំលូតកូននេះចោលហើយតែថាសុខភាពអូនមិនសូវល្អនោះទេនឹងពិបាកនឹងពោះហ្នឹងបាទរំលូតកូននេះទៀតនឹងកាន់តែគ្រោះថ្នាក់ខ្លាំងណាស់ ខ្ញុំនឹងប្រញាប់ទៅរ៉ាន់រ៉ាន់នៅក្រុមហ៊ុនមានការបង ញ៉ាំហើយចាំទៅបានទេ បងចាំបងមកកំដរអូនញ៉ាំម្ដងទៀតបានទេ បាទបងទៅហើយយប់នេះនឹងមិនអាចមានម្ដងទៀតទេញ៉ាំហើយចាំទៅចឹងនេះជាលើកទី1ហើយក៏ជាលើកចុងក្រោយដែរដែលអូនសំបង អូនទុកពេលឲ្យបង30នាទីទៀត
បាក់បងមិនមកទីអូននៅចុះបន្ទប់វះកាត់ហើយ រ៉ាន់ពិតជាមានរឿងបញ្ញត្តិដែលបងត្រូវទៅមែន ចាប់បានបងទៅចឹង បងទៅហើយនឹងបញ្ញត្តិមកវិញ ស៊ីណូខ្ញុំមិនអាចចាំលោកបានទីលោកពេញមួយជីវិតនេះក៏មិនអាចជួបខ្ញុំទៀតដែរ អ្នកនាងវិញពេលនេះពួកយើងកំពុងនៅតាមផ្លូវ ល្អរ៉ាន់គ្នាពិតជាមិនចង់ឲ្យឯងទៅនោះទេចាចាញ់អរគុណឯងហើយដែលតែជួយលាក់រឿងនេះឲ្យខ្ញុំរហូតមកអញក៏បារម្ភអីបើទោះបីជាគ្នាបាត់ទេប៉ុន្តែមិនមែនបាត់ទៅស្លាប់អីណាអាច50ឆ្នាំក្រោយគ្នាដល់ខ្លួនវិញក៏ថាបានការពិសោធន៍មួយនេះមិនសំបីតែដឹងថាជោគជ័យឬអត់ផងរ៉ាន់ អាឡូរ៉ាន់បងមកយកអូនទៅកន្លែងកម្មវិធី ចាប់បានបងមកចឹង បានបើតិចទៀតជួបគ្នា អ្នកគ្រាន់តែជាកងសកូប៉ុណ្ណឹងពីព្រោះអីស៊ីណោះគេស្រឡាញ់ខ្ញុំមករហូតអ្នកដែលគេស្រឡាញ់គឺជាខ្ញុំនោះអីតែបំណងនេះចឹងខ្ញុំចាក់ចេញពីស៊ីណោះហើយជាចន្ទទី3បំបែកគេហើយអ្នកនៅតាមខ្លួនគ្មានកំហុសទៀតលឺមកចេញចាំមកនៅពេលដែលស៊ីណោបានឃើញឆាតទាំងអស់នេះតែគេនៅស្រឡាញ់យ៉ាងទៀតដែរទីតែពួកយ៉ាងទី រ៉ាន់បេះដូងរបស់បងមានតែអូនតាំងពីដើមមិនដែលផ្លាស់ប្ដូរទេបងមិនឲ្យអូនមានហេតុផលណាឃ្លាតឆ្ងាយពីបងនោះទេ រ៉ាន់បងមកយកអូនហើយរ៉ាន់ ជាមេឃដែលខ្យល់ខ្លាំងពេកទៅនៃអូននេះហូរមិនឈប់អូនអន់ខ្លាំងណាស់ដែលមិនអាចធ្វើឲ្យមកស្រឡាញ់អូនបានស្ដាយណាស់ដែលអូនមកចិត្តមិនត្រូវពេលតែអូនត្រូវតែទទួលយកទាំងស្នេហ៍ស្ងាត់មិនអាចលះត្រង់ខំមកជួបជុំសោះមិនជាមិនរហែកជាមេឃដែលខ្លាំងពេកទៅមិនដាប់លើនេះរួមខ្ញុំ វៃរ៉ាន់ស្នាមមកឈ្នះស្និទ្ធទីលីហើយស៊ីណោះ អាឡូរ៉ាន់អូនមែនទេសួស្ដីលោកប្រយាលោកជួបគ្រោះថ្នាក់ចរាចរណ៍ហួយឈាមខ្លាំងណាស់សូមលោកបញ្ញាមកទីពេទ្យមើលនាងផង
នៅថ្ងៃនេះអគ្គនាយកស៊ីនិងអ្នកស្រីស៊ីមិនបានចូលរួមក្នុងគូអភិវិភាគរបស់ខ្លួននោះទេពេលនេះខាងបុគ្គលិកមិនអាចតតងអ្នកទាំងពីរបានទេមូលហេតុកំពុងតែតាមដានរ៉ាន់រ៉ាន់មិនបានជាអូនអញ្ចឹងក្រែងគេនិយាយថាជាប្រពន្ធតែជួបគ្រោះថ្នាក់ហ្នឹងអូនភ័យខ្លាចហ្នឹងណាស់ពេលដែលគ្រូពេទ្យសួរដល់លេខតាក់ទៅប្តីអូនក៏បានខកតែលេខរបស់បងទីងកុំទៅអីកុំទៅអីក៏របស់ចេញស្ទើរស្លាប់ទៅហើយមកដល់ដៃទីងគ្រូពេទ្យនិយាយថាអូនមានផ្ទៃពោះកូនភ្លោះមានឱកាសជាកូនភ្លោះប្រុសស្រីហ្នឹងស៊ីណូអូនប៉ពោះកូនរបស់បងហ្នឹងសម្រាប់ឲ្យស្រួលទេអីបងចង់ទៅណាទេរ៉ាន់រ៉ាន់បាត់ខ្លួនបងត្រូវទៅរននេះតាវៃរ៉ាន់បច្ចុប្បន្នចាក់ចេញពីគេមកនេះមនុស្សឡាចងងមកកសក់បាត់ខ្លួននោះថាមិនត្រូវនាងអាចទៅដើរលេងនៅណាទៀតដឹងស៊ីណោះលោកមកធ្វើអីនៅទីនេះលីចៅអត់ឃើញរ៉ាន់រ៉ាន់សោះនាងដឹងថាគេទៅណាទេតាមពិនគេនៅមិនទាន់បានឃើញលិខិតមរណភាពរបស់រ៉ាន់រ៉ាន់ទីស៊ីណោះគេគឺជានរណាទីចាំមកខ្វះថានាងគឺជានរណាទីប៉ុន្តែពេលនេះរ៉ាន់រ៉ាន់បាត់ខ្លួនហើយលោកនៅតែមានអារម្មណ៍មកពេនមើលថែស្រីផ្សេងទៀតហ្នឹងមិនស្អីតែទៅជាមួយនាងទីលីចានាងប្រាប់ខ្ញុំមកថារ៉ាន់រ៉ាន់នៅណារ៉ាន់រ៉ាន់លែងនៅហើយប៉ុន្តែលោកនៅតែមិនដេបនិនមនុស្សស្រីជ្រេចជ្រែកនេះទៀនលោកពិតជាមិនសាកសមជាមួយរ៉ាន់រ៉ាន់នោះទេឆាប់ប្រាប់ខ្ញុំភ្លាមមករ៉ាន់រ៉ាន់តែដើរលេងលំហែចិត្តហើយមួយសប្តាហ៍ទៀតទៅមកវិញដើរលំហែចិនតើនេះមានរឿងអីទៅបានជាដើរលំហែចិនខ្ញុំមិននឹងដឹងទេអញ្ចឹងទៅចង់សួរលោកតើថាលោកមានបានធ្វើអីឲ្យរ៉ាន់រ៉ាន់នេះមិនសប្បាយចិត្តដែរទេប្រហែលជាពេលញ៉ាំបាយយប់មិញខ្ញុំចេញក្រៅចោលនាងតាំងពីកណ្ដាលទីទៅបានជានាងខឹងហើយអញ្ចឹងលោកក៏ធ្វើអីប៉ះពើវិញទេថាមិនត្រូវរ៉ាន់រ៉ាន់អាចសប្បាយចិត្តឲ្យមកវិញបានខ្ញុំត្រូវតែមើលថាអ្នកជំងឺផ្សេងទៀតហើយទៅសិនហើយខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ថាពេលដែលលោកបានឃើញលិខិតមរណភាពរបស់រ៉ាន់រ៉ាន់ហើយតើលោកនឹងអត់សង្ឃឹមខ្លាំងប៉ុណ្ណាទេស៊ីណូលោកសំតែទៅអញ្ចឹងហើយស៊ីណូតើថ្ងៃនេះតើបងអាចនៅកំដៅអូនបានដែរទេស្ដាប់មកលើអីដែលលីចានិយាយទេមែនទេថារ៉ាន់រ៉ាន់ទៅដើរលេងលំហែចិនមិនដឹងថានាងកាត់អីទេតែបងមិនអាចឲ្យរ៉ាន់រ៉ាន់ដឹងពីតំណែងតំណងយើងបានទេមួយរយៈនេះយើងកំជួបគ្នាអីស៊ីណូវៃរ៉ាន់នាងនៅមានមស្ជប់បាយអីទៀតមកតែបានមកលេងអាចារ្យដៃទេនាងប្រកាសជាមិនព្រមចាក់ចេញដោយស្រួលមែនទេអាឡូខាងអ្នកសារព័ត៌មានមែនទេរ៉ាន់រ៉ាន់មិនបានជាទៅមិនប្រាប់បងសោះអញ្ចឹងនៅថ្ងៃទី23ខែ10ម៉ាក់បានអាចគាត់ឲ្យម្ដងទៀតអស់រយៈពេលជាង10ម៉ោងតើគេរញគាត់ចេញពីបន្ទប់វាកាន់ម៉ាក់គាត់បាននិយាយថាគាត់នៅតែណាប៉ែម៉ាក់គឺជាអ្នកវិទ្យាសាស្ត្រដ៏ប្រកែកលេចធ្លោមួយរូមគាត់គឺជាអ្នកស្រាវជ្រាវលើគម្រោងមនុស្សបង្កកដើម្បីចង់ជួយសង្គ្រោះអ្នកជំងឺមហារីកប៉ុន្តែក្រោយពីបានជួបប៉ែហើយម៉ាក់ក៏បានបោះបង់អាជីពចោលតាំងខ្លួនធ្វើជាភរិយាល្អរបស់ប៉ែ
គ្រួសាររបស់ពួកយើងពោពេញទៅដោយពលិនៃសភាពមង្គលតែវេលាខ្លះបានកន្លងផុតទៅមិនយូរប៉ុន្មានប៉ាក៏បានជួបនឹងអ្វីដែលគេហៅថាជាស្នេហ៍ពិតរបស់គាត់ថាក៏ទទួលសម្លេងលះពីម៉ារបស់ខ្ញុំចាប់តាំងពីពេលនោះមកការឆ្លុះប្រកែកគ្នាវាយលោឡាត់នោះឡើងខ្លះទៅជាទម្លាប់ប្រចាំថ្ងៃធម្មតាទៅហើយនាទីបញ្ចាំអ្នកម៉ាក់កហាន់ក៏ព្រមលែងដេញម៉ាក់ពិតជាស្រឡាញ់ប៉ាខ្លាំងណាស់ក៏ព្រោះតែក្តីស្រឡាញ់នេះតើគាត់ឈឺចាប់ខ្លាំងរហូតដល់ជាច្រើនឆ្នាំមកនេះម៉ាក់តែនិយាយប្រាប់ខ្ញុំតែមួយប្រយោគថាកុំជឿលើសេចក្តីស្នេហាតែតែមានការប្រែប្រួលអាស្រ័យហេតុនេះតើខ្ញុំចាក់សារបាត់ខ្លួនឯងរហូតដល់ខ្ញុំបានជួបជាមួយនឹងស៊ីណូស៊ីណូមិនមែនចំនួនតែម្នាក់កំពុងតាមស្លាយខ្ញុំទេគឺមានច្រើនអ្នកណាស់ប៉ុន្តែខ្ញុំក៏ព្រមជាប់ត្រឹមស៊ីណូគេបាននឹងគ្រប់យ៉ាងដែលខ្ញុំចូលចិត្តអត់យកខ្ទឹមបារាំងអត់យកខ្ទឹមចិញ្ច្រាំហើយកុំហិលពេកប្រៃល្មមបានហើយគេបានមកថាខ្ញុំគ្រប់រឿងសមត្ថរឿងតូចតាចបើសិនជាអូនមិនចង់និយាយកុំនិយាយអីចាំបងជាអ្នកកំដរអូនចុះនៅឆ្នាំណានោះនៅពេលខ្ញុំឈឺនៅពេលស៊ីណូបញ្ញាក់មកពេញក៏ជួបគ្រោះថ្នាក់សម្ដីដែលគេនិយាយឡើងត្រឹមតែមិនទាន់ដល់ភ្នែកនោះគឺរ៉ាន់វិញនោះនាងមិនអីទេបានទេរ៉ាន់សំតផម៉ាក់កូនសម្រាប់ចិត្តថាជឿជាក់លើស្នេហាម្ដងហើយកាលពីពេលនោះមកខ្ញុំក៏ទទួលបានដំណែងថ្មីមួយទៀតគឺជាភរិយារបស់ស៊ីណូខ្ញុំចាំគ្រប់យ៉ាងនៅអ្វីដែលគេចូលចិត្តដើម្បីធ្វើអាហារឆ្ងាញ់ៗឲ្យគេមកថាគេឲ្យពីបេះដូងឬមួយចំណិតណាក៏មិនប្រហែលដែរស៊ីណូគេធ្វើឲ្យកូនដឹងថាស្នេហាពិនគេពិតជាស្រស់ស្អាតខ្លាំងណាស់កូនពិតជាស្រឡាញ់ប្តីរបស់ខ្ញុំខ្លាំងណាស់ខ្ញុំធ្លាប់តែជាមនុស្សស្ទាក់ស្ទើរនៅក្នុងការដាក់ចុះក្នុងអលងស្នេហាប៉ុន្តែរឿងទី1ខ្ញុំមិនកំណត់ចាំមកជាមួយប្តីខ្ញុំដាក់ចេញនៅពេលយប់ឡើងនៅបាត់ទ្វារឆោតចាំគេត្រឡប់មកពីធ្វើការវិញលោកប្តីដល់តាមផ្លូវរត់ទៅអោបគេគ្រប់យ៉ាងគឺពិតជាបានហែមណាស់ស្អែកនេះជាថ្ងៃខុសកំណត់ប្តីខ្ញុំចង់សារភាពប្រាប់គាត់ខ្ញុំមិនអាចខាងគាត់ទេស្លាញ់គាត់ខ្លាំងណាស់តែគាត់គ្រប់ពេលវេលាហើយក៏និយាយប្រាប់គាត់ថាគាត់គឺជាប្តីដែលល្អបំផុតរបស់ខ្ញុំចង់នៅជាមួយគាត់ជារៀងរហូតលុះតាតពុកយើងស្លាប់ទៅបែកគ្នារ៉ាន់បងសុំទោសដៃកន្លងមកនេះបងប្រងើយកន្តើយដាក់អូនថ្ងៃនេះអូនទៅពីពេទ្យហើយបានមកយកអូនទេលឺមកចឹងក្រែងបងប្រាប់អូនហើយតាថាប៉ុន្មានថ្ងៃនេះយើងមិនបាច់ជួបគ្នាទៀតទេនេះជាថ្ងៃទី7ហើយបងនឹងធ្វើរឿងដែលភ្ញាក់ផ្អើលឲ្យអូនសាជាថ្មីម្ដងទៀតរ៉ាន់បងនឹងចាំអូនមកវិញបងនឹងបញ្ជាក់អូនដឹងថាមនុស្សដែលបងស្រឡាញ់ខ្លាំងបំផុតតាំងពីដើមរហូតមកគឺជាអូនស៊ីណូនេះមកកំបាំងហ្វិនចឹងដាក់អូនមកកូនចឹង
រឿងដែលណាត់គ្នាធ្វើនោះឆាប់ធ្វើបានកាន់តែលឿនកាន់តែល្អយើងចង់ប្រាប់គ្រប់គ្នាថាខ្ញុំពពោះកូនរបស់ស៊ីណូហើយ រ៉ាន់នេះជាកាដូដែលអូនឲ្យបងនៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់យើងបងនៅទុកវាចាំតតែអូនមកវិញពួកយើងនឹងបើកមើលជាមួយគ្នា រីខួបអាពាហ៍ពិពាហ៍របស់យើង លោកប្តី អាឡូលីចាថ្ងៃនេះមកប៉ុន្មានរ៉ាន់មកវិញទៅខ្ញុំនៅទៅប្រលានទទួលនាង ក្នុងចិត្តលោកមានរ៉ាណាត់ឯងមានមើល TV អានស៊ីណូអត់អសាទរផងហ្នឹងនៅលោកមានកូនភ្លោះហើយណារ៉ាសាយូមកឆឹងបានអំទុះថាមានកូនណែកូនក្នុងផ្ទៃរបស់នាងជាកូនភ្លោះហើយឪពុករបស់កូននោះគឺជាអគ្គនាយកក្រុមហ៊ុនហោះជូស៊ីណូហើយឪពុករបស់កូនគឺជាអគ្គនាយកក្រុមហ៊ុនហោះជូស៊ីណូ អាឡូជំនួយការចាំថាបិទព័ត៌មានរឿងលឺមកឆឹងមានផ្ទៃពោះភ្លាមមិនត្រូវឲ្យរ៉ាន់ឃើញព័ត៌មាននេះជាដាច់ខាតរ៉ាន់ ស៊ីណូ នេះមកធ្វើអីទីនេះ គឺនៅមុខផ្ទះរបស់ពួកយើងមានអ្នកប្រមាញ់ពេញហ្នឹងអូនតាក់តមកបងក៏មិនចូលទៀនអូនខ្លាចខ្លាំងហ្នឹងបងឆាប់នាំអូនរត់ទៅបានទីង ខ្ញុំសួរនាងមិនក៏មានរឿងព័ត៌មាននេះលេចឡើង អូនក៏មិនដឹងដែរថាអ្នកណាជាអ្នកបំផ្ទុះព័ត៌មានហ្នឹង មិនមែនជានាងទេ ព័ត៌មាននេះគឺប៉ះពាល់ដល់កិត្តិយសរបស់អូនហ្នឹងអូនគឺជាតារាល្បីហេតុអីទៅអូនត្រូវបំផ្លាញអាជីពរបស់ខ្លួនឯងនោះ នាងកាត់អី អូនបជាឈឺពោះហ្នឹងវាអាចប៉ះពាល់ដល់កូនហ្នឹងតើបងអាចនាំអូនទៅលើក្រែសម្រាប់បន្តិចបានទេង ចាំមកទៅខលហៅពេទ្យមករ៉ាន់មកវិញថ្ងៃនេះហើយមុនពេលគេមកដល់នាងត្រូវចេញទៅវិញ អូនដឹងហើយ បងទៅយកទឹកឲ្យអូន ខ្ញុំកំពុងតែនៅលើក្រែកេងរបស់នាងជាមួយនឹងស៊ីណូហ្នឹង នេះជាទូរស័ព្ទរបស់រ៉ាន់តាអ្នកណាឆាតមកនាងទៅ កែនៅមកថាខ្ញុំនឹងកូនអស់មួយជីវិតហ្នឹង តើហេតុអីមិនក៏មានរឿងចឹងកាត់ឡើង វៃរ៉ាន់នាងប្រំធ្វើអើពើមិនដឹងអីក្រែងនាងក៏ដឹងពីទំនាក់ទំនងរវាងខ្ញុំនិងប្តីនាងដែរគេហៅខ្ញុំថាប្រពន្ធមិត្តភក្តិរបស់គេក៏ហៅខ្ញុំថាអ្នកបងដែរខ្ញុំប្រាប់រឿងសង្កត់មួយដល់នាងចឹងសូម្បីតែស៊ីណូក៏គេមិនដឹងដែរថាខ្ញុំមានកូនហើយវៃរ៉ាន់នាងមិនមែនជាមនុស្សដែលគេស្រឡាញ់ទេនាងអាចឲ្យស៊ីណូមកខ្ញុំនឹងកូនបានទេតែបំណងនាងចឹងខ្ញុំក៏នឹងចាក់ចាញ់ពីស៊ីណូ តាមពិតគឺជានាងនេះធ្វើឲ្យរ៉ាន់ខឹងចាក់ចេញពីខ្ញុំសោះ
នឹងទីថាក្រោយពេលដែលនាងមានកូនទូហើយអាចជិបសិល្បៈរបស់នាងតិចទីអស់ហើយហ្នឹងតិចអស់ក៏តាមនឹងទីបន្តិចទៀតខ្ញុំនឹងខ្លាចជាម្ដាយរបស់កូនសេដ្ឋីហើយហើយខ្ញុំនឹងខ្លាចជាអ្នកស្រីស៊ីដេញទោះសម្បត្តិចាក់កូននេះគឺជារបស់ខ្ញុំហើយគ្រាន់តែជាអាជីពការអញ្ចឹងសិនមានអីត្រូវខ្វល់ច្រើនទេឯងប្រកាសចិត្តដែរទេថាស៊ីណូគេនឹងរៀបការជាមួយឯងនោះគេដែលមិនហ៊ាននេះនេះខ្ញុំពពោះសាច់ឈាមរបស់គេហ្នឹងឯងកុំឃើញគេនិយាយថាមិនដាច់ពីមាត់ថាស្រឡាញ់វៃរ៉ាន់រហូតប៉ុន្តែឲ្យតែលើកណាខ្ញុំខកទៅគេតាន់ទេគេក៏ចាក់ចេញពីវៃរ៉ាន់ភ្លាមស្នេហាគេចំពោះវៃរ៉ាន់នោះមិនអាចធៀបបានទេស៊ីណូស៊ីណូស្ដាប់អូនបកស្រាយសិនរឿងមិនដូចអ្វីដែលបងគិតទេស៊ីណូស្រីចង្រៃនេះឆាប់ចុះពីលើក្រែនេះភ្លាមនាងមិនសមនៅលើក្រែរ៉ាន់ទៀតទេស៊ីណូបងមិនអាចធ្វើចាំអូនបានទេអូនគឺប៉ប៉ករបស់បងនេះលឺមកឆឹងក្រែខ្ញុំប្រាប់នាងហើយតាទំនាក់ទំនងយើងគឺជាតម្រូវការរាងកាយមិនឲ្យនាងមករញ៉េរញ៉ៃធ្វើបាបរ៉ាន់ជាដាច់ខាតនេះបងបានដឹកអស់ហើយស៊ីណូអូនគឺជាមនុស្សដែលបងស្រឡាញ់នេះឬមកក៏បងមិនស្រឡាញ់អូនទេចំពោះនាងគ្រាន់តែជាតម្រូវការរំភើបមួយឆាតតែប៉ុណ្ណោះខ្ញុំស្ដាយក្រោយណាស់ហេតុអីពេលនោះខ្ញុំទៅយកនាងឲ្យនាងតោងខ្ញុំមកធ្វើបាបរ៉ាន់តាមការពិតទៅគេដឹងរឿងរវាងខ្ញុំនិងនាងជាយូរណាស់មកហើយអូនខុសហើយតែបងលើអូនមានកូនអូនសុំមកបងអត់ឲ្យអូនម្ដងផងបានទេមែនហើយបើនាងមិននិយាយខ្ញុំវិតែភ្លេចបាត់ថាមានកូននៅក្នុងពោះនាងបើរ៉ាន់បានឃើញមិនសប្បាយចិត្តនោះទេបងចង់ធ្វើអីស៊ីណូបងមិនអាចធ្វើចាំអូនបានទេនេះអូនកំពុងតែប៉ប៉សាច់ឈាមរបស់បងនេះដែលលែងអូនទៅបានទេអូននឹងមកទៅរវល់ជាមួយនឹងរ៉ាន់ទៀតនោះទេអូនធ្វើអញ្ចឹងក៏ព្រោះតែអូនស្រឡាញ់បងពេកពេលអូនសម្រាប់កូនឲ្យបងហើយអូននឹងចាក់ចេញភ្លាមអូនសុំបងកុំធ្វើអញ្ចឹងដាក់អូនអីស៊ីណូក្រែងបងក៏ស្រឡាញ់អូនដែរមិនចឹងអីចង់បង្កើតកូនឲ្យខ្ញុំម្នាក់មែនទេបើនេះចេះដាក់ខ្លួននោះខ្ញុំឲ្យនាងនឹងកូនមានក្តីសុខលឺមកឆឹងតែនាងខុសបាត់ទៅហើយលឺមកឆឹងដោយសារតែនាងទៀមទាបពេកនាងចង់ទៀមទាលេបយកទាំងអស់ដូច្នេះហើយវាគឺជាកំហុសរបស់នាងទាំងអស់ស៊ីណូបងស្រឡាញ់វៃរ៉ាន់បងពិតជាស្រឡាញ់វៃរ៉ាន់មែនទេបងពិតជាស្រឡាញ់នាងខ្លាំងបែបនេះមិនក៏ច្រើនឆ្នាំអានេះបងឡើងក្រែជាមួយខ្ញុំច្រើនដងមិនមកជាលងមិនដោយឲ្យខ្ញុំមានកូនពោះកូនលងឬមកក៏ស្នេហាបងនេះគឺបងពេញតែចំណាស់ខ្លួនឯងទេបើបងពិតជាស្រឡាញ់នាងអស់ពីចិត្តស្ទើរលេបមែនមកក៏បងមិនដោយឲ្យនាងចាក់ចេញទៅបានបងគឺជាមនុស្សលាក់ពុតខ្លាំងណាស់មកនិយាយថាស្រឡាញ់វៃរ៉ាន់ប៉ុន្តែយប់ឡើងមកសប្បាយល្អល្អឿនជាមួយនឹងខ្ញុំនាងបិទមាត់ទៅយ៉ាងម៉េចក្តីស្រឡាញ់របស់បងចំពោះខ្ញុំវាធៀបមិនបានស្មើក្តីស្រឡាញ់របស់បងមានចំពោះវៃរ៉ាន់តែមែនទេបងនិយាយឲ្យទៅរូបពីមាត់មែនទេឲ្យល្អតែមុំក្តីស្រឡាញ់របស់បងទីមិនបានស្មើនឹងលូផងឲ្យមនុស្សអាក្រក់ឈាមទៅចេះបិទមាត់នាងបិទមាត់ភ្លាមទៅហេតុអីបានជាខ្ញុំឆាប់ទៅបញ្ជឿវៃរ៉ាន់មែនទេដោយសារតែបងបដោះក្តីរំពឹងដាក់ខ្ញុំពេកបងទិញផ្ទះឲ្យខ្ញុំទិញឡានឲ្យខ្ញុំទិញកោះឲ្យខ្ញុំទៀតបងបានរៀបចំយ៉ាងម៉ត់ចន្ទសប្រាប់ខ្ញុំរំពេញមានកម្មវិធី
មកសិនជាបងមិនធ្វើល្អដាក់ខ្ញុំដល់ថ្នាក់ហ្នឹងថាខ្ញុំមិននឹងហ៊ានគិតថាបងស្លាយខ្ញុំទៅមិននឹងហ៊ានទៅឆាត់ប្រាប់វៃរ៉ាន់ពីរឿងទាំងអស់នេះទៅស៊ីណូអ្នកដែលមិនដឹងវៃរ៉ាន់ចេញទៅមិនមែនជាខ្ញុំទេប៉ុន្តែជាបងជាខ្ញុំមិនហើយគឺខ្ញុំជាអ្នកខុសតែដល់ដំណាក់កាលនឹងទៅហើយចាប់ពីពេលនេះទៅរឿងដែលធ្វើឲ្យរ៉ានយល់ខុសនឹងខ្ញុំគឺត្រូវតែបំបត្តិចោលឲ្យអស់តែមួយក៏មិនឲ្យសល់ដែរមិនឲ្យសល់សូម្បីតែបន្តិចកុំធ្វើចំណាក់ខ្ញុំអីកុំអីស៊ីណូមិនក៏មិនប្រាប់ខ្ញុំថារ៉ានដឹងរឿងខ្ញុំនឹងលីវអញ្ចឹងខ្ញុំមិនយកពីអ្វីដែលលោកនិយាយទេនេះគឺជាមិត្តសម្លាយរបស់រ៉ាននេះប្រកាសជាដឹងហើយលីចាកុំកុហកខ្ញុំទៀតប្រាប់មកថារ៉ាននៅឯណាពិតប្រាកដទេមកសិនជាលោកដឹងហើយលោកចង់ធ្វើអីខ្ញុំនឹងទៅរកនាងនឹងហើយមិនអាចទេលោកមិនអាចរកនាងឃើញទេតើសម្ដីនេះមានន័យថាយ៉ាងម៉េចសម្ដីផុតមានន័យស៊ីណូមកជីវិតលោកនេះលោករកនាងមិនឃើញទេខ្ញុំស្ដាប់មិនយល់អីដែលនាងកំពុងនិយាយទេតែលោកមាននៅចាំកាដូដែលរ៉ាន់ឲ្យលោកកាលពីខុសពី3ឆ្នាំទេលោកក៏តបើកវាមើលទេដែលពេលនោះលោកនឹងបានយល់ច្បាស់ហើយហេតុអីក៏ទៅជាអញ្ចឹងហេតុអីជាលកលមរណាសូមឲ្យខ្ញុំម្ដងទៀតរ៉ាន់ស្នាក់នៅឯណាអរលោកកានយុអកានយុស៊ីសូមដឹងហើយថានៅថ្ងៃទី12ខែធ្នូឆ្នាំ2024លោកស្រីបានស្លាប់ហើយព័ត៌មានអត្តសញ្ញាណផ្សេងៗត្រូវបានលុបចោលទាំងអស់អកានយុស៊ីរ៉ាន់នៅឯណាលោកគូតែបានឃើញវាហើយមែនទេលេខខាត់មរណភាពរបស់រ៉ាន់នោះហើយលោកមកសួរខ្ញុំធ្វើអីទៀតកំណត់ឲ្យមរណភាពមុនពេលនាងបកគលឲ្យខ្ញុំប្រហែលជានាងបានប្រើវិធីលុបអត្តសញ្ញាណរបស់ខ្លួនឯងចោលហើយនាងក៏នៅរស់នៅឡើយទេខ្ញុំដឹងថាខ្ញុំធ្វើខុសមិនអាចលើកលែងឲ្យបានទេខ្ញុំសូមអង្វរនាងឲ្យខ្ញុំជួបរ៉ាន់ផងបានទេខ្ញុំនឹងបកស្រាយប្រាប់រ៉ាន់លុនតួដល់នាងសូមអង្វរនាងចុះយឺតពេលហើយគ្រប់យ៉ាងយឺតពេលអស់ហើយយឺតពេលនេះមានន័យថាយ៉ាងម៉េចខ្ញុំក៏ធ្លាប់បានប្រាប់លោកដែរថារ៉ាន់នាងទៅបាត់ហើយបាញ់មកជីវិតលោកនេះមិនអាចជប់នាងបានទៀតនោះទេមិនអាចទេ
មិនពិតទេថាមិនដែរទេអញ្ចឹងឥឡូវនេះនាងណែណា បាត់ថ្ងៃណាមួយស៊ីណូបានដាក់កាប់បាត់ហើយឯងជួយយកសម្បត្តិមួយនេះឲ្យគេជំនួសខ្ញុំផងទេបាននេះគឺជាសម្បត្តិដែលរ៉ាន់សរសេរទុកឲ្យលោកអ្នកសរសេរមុនពេលនឹងចាក់ចេញទៅមួយថ្ងៃ មុនពេលចាក់ចេញទៅមួយថ្ងៃ ចាប់បានបងតែចឹង ចាំបងបញ្ញាមកវិញ ស៊ីណូណាពេលបងអត់ទទួលសម្បត្តិនេះហើយមានន័យថាអូនបានទៅហើយតាំងពីពេលចុងក្រោយដាក់បងចាក់ចេញទេពេលលីម៉ាក់ឆាំងខំមកបងនឹងអូនក៏ដឹងដែរថាការដែលអូនជ្រើសរើសចាក់ចេញនេះគឺពិតជាមិនខុសទេស៊ីណូរហូតមកទល់ពេលនេះអូននៅតែជឿថាស្នេហាដែលបងមានឲ្យអូនគឺពិតប្រាកដនឹងហេតុនេះអូនមិនស្ដាយក្រោយទេដែលអូនស្រឡាញ់បងចំណែកឯផ្កាឈប់រាន់ដែលបងឲ្យអូនក្នុងជីវិតអូននេះគឺដូចជាថ្នាំព្យាបាលជំងឺតាំងពីកុមារភាពរបស់អូនដែរពួកយើងមានអនុស្សាវរីយ៍ល្អៗច្រើននេះហើយអនុស្សាវរីយ៍ទាំងនេះធ្វើឲ្យអូនជឿថាបងស្រឡាញ់អូនប៉ុន្តែពាក្យគេនិយាយថាគ្មានអ្នកណាគេអាចប្រឆាំងពេលវេលាបានទេពេលវេលាពិតជាមកដល់មិនអាចប្រឆាំងនឹងការផ្លាស់ប្ដូររបស់យើងបានទេបងគឺជាមនុស្សម្នាក់ស្វាហាប់ហ្នឹងអូនវិញគឺជាមនុស្សមើលៗហេតុនេះនៅពេលដែលអូនស្រឡាញ់បងខ្លាំងបំផុតបែរប្រែខ្លះទៅជាបងធន់ត្រូវនឹងអូនទៅវិញបងមិនចាំបាច់រកអូនទេអូនបានស្ម័គ្រចិត្តចូលរួមក្នុងកំឡុងធ្វើតែវិស័យស្រាវជ្រាវរបស់ម៉ាអូនហើយម៉ាអូនប្រាប់ថាបើពីដំបងគាត់មកជ្រើសរើសយ៉ាប៉ាទីគាត់ប្រកាសជាសម្រាប់កំឡុងស្រាវជ្រាវរបស់គាត់ជួយមនុស្សលើលោកនេះបានជោគជ័យហើយអូនទៅបានពេញបំណងឲ្យម៉ាអូនបានសម្រេចហើយតាំងពីអូនរៀបការរបស់បងហើយអូនគិតមករហូតថានឹងធ្វើល្អៗដាក់បងតើអាចធ្វើបងនៅតែស្រឡាញ់អូននៅតាមក្បែរអូនមិនធ្វើបងស្ដាយក្រោយទីអូនដើម្បីបងបានកែប្រែខ្លួនឯងច្រើនណាស់ប៉ុន្តែរឿងដែលអូនអាចធ្វើបងជាលើកចុងក្រោយបាននោះគឺជារឿងដែលអូនត្រូវធ្វើត្រូវតែចាក់ចេញពីជីវិតរបស់បងហើយក៏មិននៅឲ្យបងធន់ទ្រាំទៀតនោះទេលាសិនហើយស៊ីណូកុំតាមរកអូនឯងពីព្រោះនេះគឺជាអ្វីដែលបងជ្រើសរើសក៏ជាអ្វីដែលអូនជ្រើសរើសដែរអូនសង្ឃឹមថានៅជាតិនេះពួកយើងមិនចាំបាច់ជួបគ្នាទៀតនោះទេស៊ីណូនេះគឺជាអ្វីដែលរ៉ាន់បានជ្រើសរើសហើយសង្ឃឹមថាលោកនឹងត្រូវការសម្រេចចិត្តរបស់នាងចឹង បើកាប់ពិសោធន៍នោះបរាជ័យវានឹងខ្លាយទៅជាយ៉ាងម៉េចទៅ ឡែកបានជប់ទៀតហើយ តើក្នុងមួយជីវិតនេះខ្ញុំលែងបានជួបនាងហើយមែនទេ បានចឹងមែននោះរ៉ាន់មានតែស្លាប់ប៉ុណ្ណឹងស៊ីណូលោកចង់ចាំទេថាគ្រប់យ៉ាងនេះគឺលោកជាអ្នកបង្កឡើងខ្លួនឯងទេសួស្តីអ្នកគ្រប់គ្នាខ្ញុំគឺលីវម៉ាក់ឆាញ់ចំពោះរឿងព័ត៌មានដែលទៅផ្ទុះថ្មីនេះដែលថាខ្ញុំមានកូនរបស់នាយកស៊ីនោះគឺជាការពិនប៉ុន្តែខ្ញុំនៅតែចង់បកស្រាយបំភ្លឺរឿងនេះម្ដងទៀតថាគេនាយកស៊ីជាមនុស្សគ្មានគុណធម៌ទេគ្មានមនោសញ្ចេតនាអ្វីទាំងអស់មិនក៏ទៅជាអញ្ចឹងអាក្រក់បីនេះគឺលើសពេកហើយស៊ីណូលោកបានធ្វើអាក្រក់ដាក់ខ្ញុំនឹងបំផ្លាញលោក
ឈប់សិនលាវមកឆឹងនាងឯកប៉ាន់សម្ដែងមិញគួរអាណិតមិញក្រែងនាងជាជនទី3សត្វហ្នឹងមែនហើយនៅធ្វើស្លើមិនដឹងអីទៀតរឿងអាកេនអាយុស៊ីគេមានភារយាហើយអ្នកណាគេក៏ដឹងដែរ ស្រីចង្រៃជាអ្នកទេហើយនៅធ្វើវេទនា លាវមកឆឹងស្រីចង្រៃមិនខ្លាំងទេវាលោកខ្លាំងទេមកកតាជាអញ្ចឹងមកកតាជាអញ្ចឹងមកកពុកគេមកប្រតិខ្ញុំអញ្ចឹងក្រែងគូតែជាស៊ីននតើអី សួស្តីអ្នកនាងលាវមកឆឹងមែនទេអគ្គនាយកស៊ីបានឲ្យខ្ញុំមកប្រាប់ឲ្យអ្នកនាងរើចេញពីទីនេះទៅ មិននឹងអាចទិញវិឡាតនេះគឺស៊ីណូបានបកគលឲ្យខ្ញុំហាញ់ទៅ អ្នកនាងលាវមនុស្សក៏យកសម្ដីដំរីក៏យកភ្លុកអ្នកនាងបង្ហោះពីរឿងគាត់និងអ្នកនាងនៅលើអ៊ីនធឺណិតនេះគឺថាគាត់មិនដឹងមែនទេនាយកស៊ីក៏ប្រាប់ទៀតថាមិនត្រឹមតែវិឡាតនេះទេរួមទាំងអ្វីៗទាំងអស់ដែលគាត់បានឲ្យអ្នកនាងកាលពីមុនឬយកមកវិញទាំងអស់ ស៊ីណូនេះតាបងបានន័យថាមិញបងចង់ឲ្យអូនសុំឲ្យតែមកជម្រាបក៏គ្មានដែរមែនទេ ខ្ញុំកំពុងតែកាយខ្លួនពីរឿងដែលខ្ញុំធ្លាប់ធ្វើខុសម្ដងមួយ ស៊ីណូអូនក៏ធ្លាប់ជាមនុស្សដែលបងស្រឡាញ់ដែរមកក៏បងធ្វើចាំដល់អូនទៅកាន់បងនឹងវ័យរ៉ាន់គឺជាស្នេហាចោលអូននឹងបងវិញមិនមែនទេអនុស្សាវរីយ៍ល្អៗរវាងពួកយើងទាំងពីរគ្មានសុំឲ្យតែបន្តិចមែនទេបងប្រាប់អូនបានទេថាពេលដែលបងអាប់អូនបងគ្មានអារម្មណ៍អីបន្តិចសោះមែនទេ គ្មានទេហើយបើឲ្យរឿងម្ដងទៀតខ្ញុំនឹងមិនលួចលាក់មិនផិតក្បត់នៅមង្គលការមិនធ្វើខុសដាក់រ៉ាន់ទៀត ធ្វើខុសដាក់រ៉ាន់ថាចោលអូនវិញបងមិនធ្វើខុសដាក់ទេនៅពេលនៅលើក្រែងបងនិយាយពាក្យផ្អែមល្ហែមថាស្រឡាញ់អូននឹងតែវាគ្រាន់តែជាពាក្យកុហកមែនទេ នាងថាទៅមើលពីផ្អែមល្ហែមមិននឹងអាចខ្លាចជាការពិតបានទេលឺមកចឹងខ្ញុំតែគិតមករហូតថានេះជាមនុស្សឆ្លាតនេះមកខ្វល់នឹងអ្វីដែលមិនមែនជារបស់ខ្លួនទេខ្ញុំមិនជាប្រាប់នាងជាលើកចុងក្រោយម្ដងទៀតខ្ញុំមិនដែលស្រឡាញ់នាងទេចំពោះនាងខ្ញុំលេងទុកដូចជាហ្គេមអញ្ចឹងពេលនេះហ្គេមចប់ហើយគួរតែភ្ញាក់ខ្លួនទៅនាងរស់នៅដោយនាងខ្ញុំរស់នៅដោយខ្ញុំលើកក្រោយកុំលេចមុខឲ្យខ្ញុំឃើញទៀត សើបដឹងហើយថាអ្នកនាងស៊ីពិតជាទៅធ្វើតេស្តពិសោធន៍មនុស្សបង្កប់ពិតមែនមិនទីពិសោធន៍នៅឯណាតើអាចបញ្ឈប់ការពិសោធន៍នោះបានទេការពិសោធន៍ចាប់ផ្ដើមហើយគឺមិនអាចបញ្ឈប់បានទេវៃរ៉ាន់តើអូនមានអារម្មណ៍យ៉ាងណាទៅពេលអូននៅលើក្រែបង្កក់នោះ លំបាកដែរទេអេសម្លាញ់នៅរនអ្នកបងមិនតឃើញទេបានទេតិចនាងដូចពីរឿងឯងនឹងលៀមមកឆឹងទៅអ្នកបងមិនយកជាមនុស្សប្រុសសោះរឿងមនុស្សប្រុសដែលស៊ីចុកខាងកើតគឺជារឿងធម្មតាអន្តើហើយមនុស្សប្រុសមានស្នេហាមានរឿងអីដែលមិនល្អទៅជាមនុស្សប្រុសចូលចិត្តគេមិនអង្គុយចាំតែលើកទងកំហំរហូតទេក៏ត្រូវសប្បាយនឹងភ្លើងពណ៌ខាងក្រៅផ្ទះខ្លះដែរតែលៀមមកឆឹងនឹងក៏មិនណយដែរ មនុស្សស្រីស្អីមិនចេះស្គាល់កលៈទេសៈសោះបើនិយាយទៅគឺមកពីខ្ញុំដែរគឺពេលដែលខ្ញុំណែនាំនាងឲ្យបងស៊ីមិនដឹងថានាងជាមនុស្សបែបហ្នឹងសោះស៊ីចុកខាងក្រៅគឺជារឿងធម្មតាក៏ត្រូវសប្បាយនឹងភ្លើងពណ៌ខាងក្រៅផ្ទះខ្លះដែរលបងស៊ីមិនក៏មិននិយាយអីសោះអញ្ចឹងទីបំផុតខ្ញុំបានដឹងហើយជីវិតរបស់ខ្ញុំបានធ្វើខុសរឿងរ៉ាវជាច្រើនលបងស៊ីបងនិយាយមកតើមានន័យថាយ៉ាងម៉េចទេ បើពីដំបូងខ្ញុំមិនស្គាល់ពួកឯងមុនតែភ្លើតភ្លើននឹងស្រីញីខាងក្រៅវេរ៉ាន់ក៏មិនអស់សង្ឃឹមនឹងខ្ញុំបែបនេះដែរ
ភ្លើភ្លើនឹងស្រីញីយ៉ាងម៉េចទៅអ្នកបងគ្រាន់តែខឹងធម្មតាសោះហ្នឹងពួកឯងចេញទៅខ្ញុំមិនចង់ឃើញពួកឯងទៀតទេវាមិនចម្លែកនោះទេហេតុអីរលើដែលខ្ញុំចេញទៅជប់លៀងខាងក្រៅជាមួយនឹងពួកឯងរ៉ាន់មិនសប្បាយចិត្តបន្តិចសោះព្រោះនាងដឹងតាំងពីយូរហើយថាពួកឯងល្មមប៉ុណ្ណាចេញឲ្យបាត់ទៅយើងថាចេញទៅចេញភ្លាម ខ្ញុំតែងតែគិតថាអាចនឹងជាមួយអ្នកដល់ថ្ងៃមិនចំព្រោះអត់បេះដូងនេះមិនដែលគិតថាខ្ញុំមិនអាចសារភាពប៉ុន្តែដូចមានរឿងជាច្រើនដែលកើតឡើងនឹងសំបំណង ចាំតែអ្នកទៅទៅវាអត់ណៃអូយស្រីលេខលេខបាត់ទេ នាងគឺជាមនុស្សស្រីគ្មានគេខ្មាស់នោះទេ នាងអញគឺបំបីបំបាប់នៃប្រពន្ធគេគឺពិតជាគ្មានគេខ្មាស់មែនឆាប់តែងាប់ទេមិនដែរចៃទេតែ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  តែសំបីតែគិតស្រមៃដល់ថ្ងៃមួយនោះទេ លឺមកឆឹងអញពិតជាល្ងងណាស់មិនបាច់ជាអញមកចេះភ្ញាក់ខ្លួនសឹងថាមនុស្សប្រុសដែលល្អដាក់ឯងស្រឡាញ់ឯង លឺមកឆឹងបងស្រឡាញ់អូនត្បិតតែបងមិនអាចរៀបការជាមួយអូនបានមែនតែបងនឹងមើលថែអូនរាល់ថ្ងៃថ្នាក់ថ្នមអូនរាល់ថ្ងៃ ក៏ត្រូវដែរពីព្រោះបងក៏បាននិយាយតាំងពីដំបូងហើយថាបងមិនអាចរៀបការនឹងអូនគឺមកពីអូនគិតច្រើនពេក ស៊ីណូអូនស្អាប់បងអូនស្អាប់បងហុយ Mày rắn Nên cứ chuyện này hay Nên bắt chuyện gì trời nắng Thả cái mặt sạch xăm tính Bạn ta cứ mà bị xăm mơ vì mặt chậm anh Hai bác sẵn chỉ mình chết cao mẹn bấn Khi nhằm xóm ác luôn anh Chụp năng một đục đau đã sạch xăm bật bạc cắn Rắn hãy đây rồi bỏ bỏ ôn mặt tới tràn mà lấy à ông chắc đâu ra là bắt mày rồi bỏ nụ ôn chỉ nào được luôn ấy hai tha xà lạnh viên á bắt tụi bạch chị xà lạnh con ở tại chắc ra là bắt mày đây măn chẳng anh ôn được khai chi một nụ sấy đây sầm nặng chiên kế nơi cao mây lỡ đầy mùi ní rộp ní cơ bong đi xài đặt luôn ấy đập to đai bong tay mà đóng bây giờ ôn bài liệu với mình cục khné nâng đầm rong ôn tay mà đóng hay bong nângประกาศtập rap cục khné tha snai ha small របស់បងគឺប្រកល់ជូនអូនតែម្នាក់កូនរ៉ាន់នៅក្រុមហ៊ុនមានការរវល់បងត្រូវប្រញាប់ទៅញ៉ាំហើយចាំតែបានទីមកសិនជាបងទៅហើយជប់នឹងកន្លែងមានទៀតដែរញ៉ាំហើយចាំតែទីនេះជាលើកដំបូងហើយក៏ជាលើកចាំក្រោយដែលអូនសំបងរ៉ាន់បងមានការចាំបាច់ពិតមែនបងត្រូវតែប្រញាប់ទៅចាបានបងតែចាញ់អញ្ចឹងចាំបងប្រញាប់មកវិញរ៉ាន់នេះអូនមកវិញហើយឲ្យបងសុំទោសផងពេលនេះបងដឹងខុសហើយ
តើអូនអាចលើកលែងទោសឲ្យបងផងបានទេបងមិនគួរណាក្បត់អូនទេមិនគួរណាក្បត់ស្នេហារបស់យើងទេពេលនេះបងដឹងខុសហើយបងពិតជានឹកអូនខ្លាំងណាស់រ៉ាន់ឲ្យតើអូនព្រមត្រឡប់មកវិញបងសូមសន្យាថាមិនទៅតាក់ទងនឹងស្រីណាទៀតនោះទេបងនឹងសន្យាថាបងនៅកំដរអូនរហូតទៅបងសន្យានឹងអូនទោះបីជាមិនរលំភ្នំរលាក៏បងមិនតាក់ទងស្រីណាទៀតដែររ៉ាន់បងពិតជានឹកអូនខ្លាំងណាស់ លោកព្រោះស្រះហើយតើលោកចាំបាច់ឲ្យត្រូវធ្វើបែបនេះផឹកសាសវង្ខូបរាល់ថ្ងៃ មានតែស្រាប់ប៉ុណ្ណោះដែលអាចធ្វើឲ្យខ្ញុំបងភ្លេចការឈឺចាប់បាន បាទដឹងអញ្ចឹងមកតាំងពីដំបូងក៏ធ្វើរឿងនោះ ខ្ញុំដឹងហើយខ្ញុំមិនស័ក្តិសមនឹងរ៉ាន់នោះទេតាំងពីខ្ញុំទៅលួចលាក់មានស្រីក្រៅមកគឺខ្ញុំជាអ្នកក្បត់រ៉ាន់លីចាខ្ញុំសូមអង្វរនាងចុះជួយខ្ញុំទៅជួបនាងបានទេ នាងបានទៅបាត់ហើយ ខ្ញុំបានដឹងថានាងបានទៅបាត់ហើយតើនាងមានដឹងទេថាមន្ទីរពិសោធន៍នោះនៅឯណាទៅខ្ញុំគ្រាន់តែចង់ឃើញមុខនាងតែប៉ុណ្ណោះ ខ្ញុំសូមអង្វរនាងចុះឲ្យខ្ញុំបានជួបមុខនាងផងចុះ ក៏បានចាំខ្ញុំនាំលោកទិញ រឿងគឺបែបនេះតើអាចអនុញ្ញាតឲ្យលោកស៊ីចូលក្នុងបន្ទប់ពិសោធន៍ផងបានទេត្រឹមតែបានឃើញមុខ3រ៉ាន់ប៉ុណ្ណឹង មុនពេលនេះចូលពិសោធន៍ខ្ញុំក៏បានសួរនាងរួចរាល់ហើយដែរថានៅមានខ្វល់ពីនរណាទៀតទេ ហើយនាងប្រាប់លោកថាយ៉ាងម៉េចទៅ គ្មានទេរ៉ាន់ ខ្ញុំបានស្ម័គ្រចិត្តចូលរួមក្នុងការពិសោធន៍ស្រាវជ្រាវបង្កត់ជីវិតនេះដោយខ្លួនឯងបន្ទាប់ពីចូលក្នុងការបង្កត់នេះខ្ញុំបានលាក់បាំងការរស់នៅរបស់ខ្ញុំលាក់បាំងជីវិតរបស់ខ្ញុំលាក់បាំងទំនាក់ទំនងរបស់ខ្ញុំហើយក៏បាត់ខ្លួនចេញពីពិភពលោកនេះបើការពិសោធន៍នេះបរាជ័យក៏គ្មានការទទួលខុសត្រូវអ្វីលើរូបខ្ញុំដែរ ចឹងហើយនៅនាងវៃរ៉ាន់បាត់ខ្លួនពីពិភពលោកនេះហើយ ខ្ញុំសូមអង្វរលោកជួយជូនខ្ញុំចូលទៅឲ្យខ្ញុំបានមើលមុខឲ្យខ្ញុំបានមើលមុខនាងផងចុះ ក៏បានប៉ុន្តែលោកមិនទៅធ្វើអ្វីទេណា នោះនាងនៅទីនោះ ខ្ញុំមិនអាចចូលបានទេមែនទេ អត់ទេកន្លែងពិសោធន៍តែគ្មានមេរោគ អញ្ចឹងតើនាងអាចដឹងខ្លួនទេ អត់ទេលើកដូចតែពេលអ្នកដឹងខ្លួនតែប៉ុណ្ណោះ អញ្ចឹងតើពេលណានាងដឹងខ្លួនវិញទៅ បងពិសោធន៍បានជោគជ័យគឺរយៈពេល50ឆ្នាំ ខ្ញុំនឹងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់ដែលខ្ញុំមានឲ្យទៅប្រកាសចិត្តថាការពិសោធន៍នេះទទួលបានជោគជ័យ លោកស៊ីនេះលោកនិយាយជាការពិតមែនទេ គឺជាការពិតសូមតែម្យ៉ាងសូមឲ្យរ៉ាន់មានជីវិតតែប៉ុណ្ណោះ បាទពួកយើងនឹងខិតខំអភិសមត្ថភាពដើម្បីការពិសោធន៍នេះជោគជ័យ ខ្ញុំតែងតែគិតថាអាចនៅជាមួយអ្នកដល់ថ្ងៃមិនចំរកអបបេដងនេះមិនដែលគិតថាខ្ញុំមិនអាចសារភាពប៉ុន្តែដូចមានរឿងជាច្រើនដែលខាត់ឡើងនឹងសំបំណងកំពុងនៅជាមួយអ្នកណាហើយខ្ញុំអាចនឹងផងបានទេហើយអូនអាចខ្លាចជាមិនដែរមកបដោក្រាញ់ស្រលាញ់ផងទេ អូម្នាក់នេះចម្លែកម៉េចមករងចាំនៅកន្លែងនេះរហូតអញ្ចឹងអ្នកនឹងទូកតមានប្រតិកម្មអីជាមួយគាត់ទៅការពិសោធន៍បានជោគជ័យហើយអ្នកក្នុងកតដឹងខ្លួនវិញហើយ ក
គម្រោងពិសោធន៍បង្កប់ជីវិតកាលពី50ឆ្នាំមុនបានជោគជ័យជាស្ថាពរការរៀបគម្រោងបង្កប់ជីវិតនេះគឺជាការរៀបចំរបស់អ្នកវិទ្យាសាស្ត្រម្នាក់កំហុសនៃការច្នៃប្រឌិតដ៏អស្ចារ្យរបស់អ្នកស្រីវៃឈីងធ្វើឲ្យពិភពលោកមានការផ្ទះផ្អើលជាខ្លាំង សួស្ដីតែមានការពេញចិត្តនឹងរោគមួយណាដែរខ្ញុំមិនដឹងថាគួររើសយករោគមួយណាទេថ្មីនេះអូនឡើងគីឡូស្រិតហ្មង តាមពិតអូនពាក់រោមណាស់ក៏ស្អាតដែរមើលទៅគ្មានឃើញថតផង និយាយតែប្តឹងតែអូនឡើងថតពេកបោះច្បាស់ជាទៅឆ្លាញ់ផ្សេងៗហើយ បងមិនយ៉ាងណាដូចចិត្តបានទេ អេនេះគឺជាហាងលក់ឈុតកូនកំមុំតែអ្នកនាងគ្រប់គ្រងហាងមិនក៏បណ្ដោយឲ្យមនុស្សចាស់ចូលហាងអញ្ចឹង សួស្ដីសំសួរថាលោកអ៊ំត្រូវការអ្វីដែរ ខ្ញុំសុំទោសផងខ្ញុំច្រឡំផ្លូវហើយ រ៉ាន់រ៉ាន់ លោកប្តី ពិតជាល្អណាស់ច្រើនឆ្នាំមកហើយអូននៅតែស្រស់ស្អាតដដែលសង្ឃឹមថាអូននឹងបានជួបមនុស្សថ្មីនឹងមិនជួបនឹងមនុស្សប្រុសដែលចោលមកស្អៀតដូចជាបងនោះទេហើយក៏សង្ឃឹមថាអូនមានសុភមង្គលរហូតទៅ សន្មតថាចប់ដោយបរិបូរណ៍សូមអរគុណប្រិយមិត្តទាំងអស់ដែលបានតាមដានតាំងពីដើមរហូតដល់ចប់សូមជូនពរប្រិយមិត្តជួបតែគូស្នេហ៍ពិតចាក់ផុតពីគូស្នេហ៍คล้ายក្បត់ពេលអាចសប្បាយមួយគ្រាវេទនាអាចមួយជីវិតកម្មពៀមានពិតចូលឲ្យចិត្ត admin សូមផ្ដាំថាប្រុសព្រានបរោះទាំងឡាយបើបានទស្សនារឿងនេះហើយសូមខ្លាចជាមនុស្សស្មោះគ្រប់គ្នាសូមអរគុណ ការចង់ចាំពីគេ